បាទជម្រាបសួរបាទថ្ងៃនេះខ្ញុំចង់ចែករំលែកទៅក្នុងកម្មវិធីនិយាយនឹងស្ដាប់រឿងក្នុងចិត្តលើវិស័យចិត្តសាស្ត្របាទអញ្ចឹងប្រហែលជាបងប្អូនឆ្ងល់កម្មវិធីនេះគឺកម្មវិធីនិយាយពីរឿងអីទៅបាទកម្មវិធីនេះគឺជាកម្មវិធីក្នុងការនិយាយរឿងរ៉ាវដែលតានតឹងនៅក្នុងអារម្មណ៍ក្នុងចិត្តដែលអស់លោកស្រីនាងកញ្ញាឆ្ងល់ព្រោះពេលខ្លះយើងច្រើនតែប្រើពាក្យថាទៅនិយាយរឿងក្នុងចិត្តទៅនិយាយរឿងក្នុងចិត្តអញ្ចឹងណាហើយពាក្យទាំងអស់ហ្នឹងឃើញប្រើជាទូទៅនៅក្នុងការរស់នៅជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនៅពេលណាដែលយើងមានបញ្ហាតានតឹងអារម្មណ៍ពិបាកចិត្តនេះហៅ sad sad ហើយបងប្អូនអស់ធ្លាប់ sad ហើយធ្លាប់ទៅនិយាយរឿងក្នុងចិត្តនៅកន្លែងណាខ្លះដែរបាទតើកម្មវិធីនិយាយនឹងស្ដាប់រឿងក្នុងចិត្តនេះមានគោលបំណងអ្វីចឹងណាបងប្អូនតែបងប្អូនធ្លាប់មើលបងប្អូនខ្លះនៅក្នុងសង្គមបណ្ដាញសង្គមយើងដែលធ្លាប់ទៅនិយាយរឿងក្នុងចិត្តបាទហើយនិយាយនៅកន្លែងណានិយាយជាមួយអ្នកណាណាបាទអញ្ចឹងអស់លោកស្រីនឹងបានជ្រាបច្បាស់យល់ច្បាស់ថាតើកម្មវិធីនិយាយនឹងស្ដាប់រឿងក្នុងចិត្តលើវិស័យចិត្តសាស្ត្រនេះមានគោលបំណងយ៉ាងណាហើយជួយអ្វីខ្លះដល់អស់លោកស្រីនាងកញ្ញាអញ្ចឹងសូមលោកស្រីនាងកញ្ញាទាំងអស់កុំភ្លេចរងចាំទស្សនាតាមដានជាមួយនឹងខ្ញុំបាទដែលជាអ្នកកាន់កម្មវិធីនៅក្នុងកម្មវិធីយើងនេះបាទអញ្ចឹងសូមកុំភ្លេចតាមដានហើយសូមកុំភ្លេចនិយាយរឿងនៅក្នុងចិត្តហើយសូមកុំភ្លេចរកអ្នកដែលស្ដាប់រឿងយើងនៅក្នុងចិត្តដែរបាទសំខាន់បាទអរគុណច្រើន